design file វាផ្ដល់ឲ្យយើងនៅ tool ដែលយើងត្រូវការដើម្បីបង្កើត share ហើយនិង add prototype ទៅកាន់ពេលដែលយើងបាន design ហើយចំពោះនៅលើ editor របស់យើងហ្នឹងយើងមានជាចែកជា4ផ្នែកនៅខាងក្រោមយើងមាន toolbar ខាងឆ្វេងហ្នឹង left sidebar ហើយនិងខាងស្ដាំហ្នឹងគឺជា right sidebar ហើយនៅកណ្ដាលគឺជា canvas អញ្ចឹង toolbar ហ្នឹងវាផ្ដល់យើងនៅ tool ដែលយើងអាច move around the canvas ហើយអាចបង្កើត layer ដូចជា frame shape ហើយនិង text ហើយ comment សម្រាប់ក្រុមរបស់យើងចំពោះ left sidebar ហ្នឹងវាជា navigation panel ដែលយើងអាច access layer text និង component នៅក្នុង file របស់យើងហើយក៏ដូចជា menu និង file menu ផងដែរនៅកន្លែងនេះយើងអាចទៅ file ហើយនឹងអាហ្នឹងគេហៅ main menu ហើយនិង file menu ចំពោះ main menu ជាកន្លែងដែលយើងអាចចូលទៅកាន់ preference នៅកន្លែងនេះយើងអាចចូលទៅកាន់ preference បានហើយនឹង setting ផ្សេងៗចំណែកឯfile menu វិញយើងប្រើដើម្បី rename file move file ទៅ project ផ្សេងហើយប្រើដើម្បីមើល version history នៅកន្លែងនេះយើងមាន library ហើយកន្លែងនេះយើងមាន version history ហើយក៏យើងអាច rename file របស់យើងបានផងដែរនៅកន្លែងនេះអញ្ចឹងនៅ left sidebar ហ្នឹងយើងមាន2 tab មានមួយជា file មួយទៀតជា asset ហើយចំពោះ file tab អាចឲ្យយើង access ទៅកាន់ page និង layer នៅក្នុង file របស់យើងដែល page ជាកន្លែងដែលយើងអាច move រវាង page ហើយ add page ថ្មីចំពោះlayer វាបង្ហាញ layer ទាំងអស់ដែលនៅលើ canvas នៅលើនេះហ្នឹងវានឹងបង្ហាញនៅលើ layer ហ្នឹងហើយអាចឲ្យយើង rename ហើយ order ឬក៏ view អីហ្នឹងបានលឿនជាងយើង click នៅលើ canvas ហ្នឹងធម្មតាអញ្ចឹងចំពោះ asset tab អាចឲ្យយើង access ទៅកាន់ component របស់យើងដែលយើងបានបង្កើតអញ្ចឹងវាមានcomponent ហ្នឹងគឺជា design element ដែលយើងអាចប្រើវាបានម្ដងហើយម្ដងទៀតដោយសារក្នុងនេះយើងអត់ទាន់មានcomponent បានបង្កើតទេអញ្ចឹងវាមានរបស់ដែលគេបង្កើតឲ្យស្រេចនៅកន្លែងនេះអាហ្នឹងអាចជា Figma community ដែលគេបានបង្កើតហើយចំពោះ right sidebar វិញអាហ្នឹងគឺជា property panel ដែលជាកន្លែងដែលយើងអាច access information នៃការ design របស់យើងដោយវាមាន2 tab ជាមួយ design ជា2 prototype អញ្ចឹង design tab ហ្នឹងអាចឲ្យយើងមើល view add ឬក៏ remove ឬក៏ប្ដូរ object property ហ្នឹងគឺជា property ដែលយើងប្រើដើម្បីdesign layer នីមួយៗរបស់យើងចំពោះ prototype tab វាជាកន្លែងដែលយើងអាច add prototype component ធ្វើឲ្យ design របស់យើងអាច click អីបានចំពោះ canvas វិញវាជាកន្លែងដែលយើងអាចបង្កើតកែហើយនឹងរៀបចំ design ដូចជាproject របស់យើងជាដើមដើម្បី add page នៅក្នុង file យើងត្រូវចុចសញ្ញាបូកនៅកន្លែងnavigation panel ហ្នឹងយើងចុចសញ្ញាបូកមកយើងចង់ add page ពីរបន្ថែមយើងចុចអានឹង2ដងមកទី1ទី2ហើយយើងចង់ rename វាទៅជា page ទី1ហ្នឹងចង់ដាក់វាទៅជា exploration ទុកវាសម្រាប់ដាក់ element នៃ portfolio របស់យើងចំពោះ page ទី2យើង double click ទៅដើម្បីកែឈ្មោះវាយើងដាក់ឈ្មោះថា design ជាកន្លែងដែលយើងនឹងទុក final design របស់យើងចំពោះ page ទី3ហ្នឹងដាក់ឈ្មោះថា component វាជាកន្លែងដែលយើងនឹងប្រើសម្រាប់ build main component របស់យើង